សួស្តីអ្នកទាំងអស់គ្នានេះគឺជានំគុយឆាយដែលខ្ញុំទៅតែធ្វើហើយក្តៅៗហើយថ្ងៃនេះខ្ញុំនឹងមកចែករូបមន្តសម្រាប់ធ្វើនំគុយឆាយនេះព្រោះឯនំគុយឆាយគឺនិយាយទៅគឺថាមានរូបមន្តខុសៗគ្នាច្រើនមែនទែនប៉ុន្តែអាស្រ័យលើយើងចូលចិត្តតាមរូបមន្តមួយណាដែលយើងតែងធ្វើទៅឆ្ងាញ់យើងធ្វើតាមរូបមន្តហ្នឹងហើយសម្រាប់ថ្ងៃនេះគឺនំគុយឆាយរៀងច្រើនប្រហែលចូល50នំដែរដោយសារតែត្រូវការធ្វើទុកឲ្យច្រើននៅក្នុងទូកកនេះគឺជាម្សៅសម្រាប់ធ្វើនំគុយឆាយខ្ញុំមានម្សៅអង្ករដំណើបម្សៅអង្ករខ្សាយហើយនិងម្សៅឆាសម្រាប់ការធ្វើនំគុយឆាយលើកនេះគឺខ្ញុំប្រើម្សៅអង្ករខ្សាយនឹងចំនួន1កញ្ចប់ហើយម្សៅឆាចំនួន1កញ្ចប់ហើយនឹងប្រើម្សៅអង្ករដំណើបតែចំនួនកន្លះកញ្ចប់ទេសម្រាប់ម្សៅអង្ករដំណើបម្សៅអង្ករខ្សាយហើយនិងម្សៅឆាគឺ1កញ្ចប់នឹងមាន400ក្រាមអញ្ចឹងហើយខ្ញុំចាក់ចូលទៅ1កញ្ចប់បន្ទាប់មកគឺខ្ញុំប្រើម្សៅអង្ករដំណើបនឹងតែកន្លះកញ្ចប់ទេគឺ200ក្រាមបន្ទាប់មកទៀតខ្ញុំប្រើអំបិលចូលទៅក្នុងនឹងបន្តិចហើយស្ករចូលទៅក្នុងនឹងបន្តិចដែរដើម្បីធ្វើឲ្យសំបកនំគុយឆាយញ៉ាំទៅវាមានជាតិសម្រាប់ការធ្វើម្សៅនំគុយឆាយថ្ងៃនេះគឺខ្ញុំគុនម្សៅនឹង2ដោយសារអីខ្ញុំមានស្លឹកគុយឆាយច្រើនអញ្ចឹងហើយគឺខ្ញុំបន្ថែមម្សៅបន្ថែមទៀតគឺខ្ញុំប្រើម្សៅអង្ករខ្សាយចំនួន2កញ្ចប់ម្សៅអង្ករដំណើបចំនួន1កញ្ចប់ហើយនឹងប្រើម្សៅឆាចំនួន2កញ្ចប់ប៉ុន្តែខ្ញុំបានថតបង្ហាញជូនអ្នកទាំងអស់គ្នាមើលទេហើយវីដេអូមុនដែលខ្ញុំថតបង្ហាញជូនមើលពីការលាយម្សៅដែលខ្ញុំប្រើម្សៅអង្ករខ្សាយ1កញ្ចប់ម្សៅឆា1កញ្ចប់ហើយនិងម្សៅអង្ករដំណើប1កញ្ចប់ហ្នឹងគឺសម្រាប់បងប្អូនដែលធ្វើតិចអត់សូវធ្វើច្រើនណាដល់ពេលខ្ញុំធ្វើច្រើនទៅខ្ញុំបន្ថែមម្សៅ1គុណជា2ទៀតទៅហើយសម្រាប់ប្រេងឆានេះគឺខ្ញុំប្រើចំនួន50ស្លាបព្រាបាយហើយអ្នកទាំងអស់គ្នាអាចចែកប្រេងឆានេះជា2ដែរទៅដោយសារតែយើងប្រើម្សៅគុណ2អញ្ចឹងយើងប្រេងឆាដែលដាក់ចូលទៅក្នុងនឹង5ស្លាបព្រាក៏ចែកជា2ដែរគឺប្រើ2ស្លាបព្រាកន្លះហើយសម្រាប់ទឹកដែលដាក់ចូលហ្នឹងគឺខ្ញុំប្រើចំនួន2លីត្រ6អញ្ចឹងបងប្អូនចែកជា2ទៅនៅសល់1លីត្រ3អញ្ចឹងណាបន្ទាប់ពីដាក់ទឹកហើយនឹងប្រេងឆាចូលហើយអញ្ចឹងគឺច្របល់ចូលគ្នាឲ្យម្សៅហើយនឹងទឹកហ្នឹងរលាយចូលគ្នាសព្វចាំយើងយកវាទៅកូរនៅលើភ្លើងហើយការកូរម្សៅនេះគឺត្រូវការប្រើឆ្នាំងណាដែលអត់មានជាប់បាតហើយឬក៏ខ្ទះណាដែលអត់មានជាប់បាតអញ្ចឹងបានស្រួលកូរបើមិនជាយកខ្ទះជាប់បាតអញ្ចឹងវានឹងខ្លោចហើយពិបាកកូរណាវាស្អិតនៅជាប់បាតហ្នឹងណាឥឡូវនេះរួចរាល់ហើយខ្ញុំចាប់ផ្ដើមយកវាទៅកូរលើភ្លើងជាដំបូងគឺយើងអាចបើកភ្លើងឲ្យរាងខ្លាំងបន្តិចបានចាំពេលម្សៅឡើងដុំតិចហើយចាំយើងបន្ថយភ្លើងមកតូចវិញសម្រាប់ការធ្វើម្សៅនំគុយឆាយនេះគឺយើងត្រូវការសបកដែលអត់មានទុនខាងក្នុងច្រើនណាព្រោះអីខ្ញុំធ្វើនោះគឺខ្ញុំដូររូបមន្តរហូតបើបងប្អូនថាចូលចិត្តរូបមន្តមួយណាអាចយករូបមន្តមួយនឹងមកប្រើបានសម្រាប់រូបមន្តពីមុននោះគឺខ្ញុំប្រើម្សៅឆា1កញ្ចប់ម្សៅអង្ករខ្សាយ1កញ្ចប់ម្សៅអង្ករដំណើប1កញ្ចប់ដោយសារតែប្រើម្សៅស្មើគ្នាអញ្ចឹងទៅពេលដែលយើងយកនំកញ្ឆាយនឹងទៅចៀនគឺសបកវាឡើងស្រួយប៉ុន្តែពេលញ៉ាំទៅសាច់ខាងក្នុងវាទុនស្អិតខ្លាំងពេកអញ្ចឹងអត់សូវឆ្ងាញ់ទេអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំបន្ថយម្សៅអង្ករដំណើបពាក់កណ្ដាលមកវិញដើម្បីឲ្យពេលយកទៅចៀនឬក៏បំពងទៅវាស្រួយទាំងក្នុងហើយខាងក្រៅវាទុនតិចមែនទែនវាអត់ទុនស្អិតខ្លាំងណាអញ្ចឹងទៅញ៉ាំឆ្ងាញ់ជាងបន្ទាប់ពីកូរមកសន្ទុះមកគឺម្សៅចាប់ផ្ដើមឡើងស្អិតហើយអ្នកទាំងអស់គ្នាហើយពេលដែលស្អិតអញ្ចឹងគឺយើងពិបាកកូរត្រូវការប្រើកម្លាំងដៃបន្តិចវាតឹងដៃអញ្ចឹងកូរចុះកូរឡើងច្បល់ឲ្យរាងញាប់ដៃបន្តិចមកកុំឲ្យវាខ្លោចនៅបាតឆ្នាំងហើយភ្លើងគឺចាប់ផ្ដើមបន្ថយនៅលេខតូចមែនទែនបើមិនអញ្ចឹងទេគឺវាឆាប់ឡើងក្រៀមនៅបាតឆ្នាំងបន្ទាប់ពីកូរម្សៅស្អិតបានល្អហើយអញ្ចឹងយើងចាប់ផ្ដើមមើលម្សៅរាងឃើញរលោងពណ៌ដូចមើលទៅឆ្អិនម្សៅហើយអញ្ចឹងណាយើងអាចយកវាទៅដាក់ក្នុងចានដែកមួយដើម្បីទុកឲ្យវាត្រជាក់សិនណាបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមមកធ្វើស្នូលនំកញ្ឆាយម្ដងដើម្បីយកវាទៅខ្ចប់ជាមួយនឹងសំបកនំណាសម្រាប់លឹកកញ្ឆាយនេះពេលដែលយើងលាងហើយគឺសម្រស់ទឹកវាឲ្យស្ងួតមែនទែនអញ្ចឹងពេលដែលយើងយកទៅឆាទៅគឺវាអត់មានចេញទឹកមកទេតែបើយើងសម្រស់ទឹកអត់បានស្អាតទេវានៅមានទឹកឆាមកគឺចេញទឹកច្រើនណាអញ្ចឹងពេលខ្ចប់ទៅគឺវាខូចសំបកនំកញ្ឆាយវាហៀទឹកចេញមកបន្ទាប់ពីដាក់ស្លឹកកញ្ឆាយចូលទៅក្នុងកធុនមួយហើយអញ្ចឹងខ្ញុំបន្ថែមអំបិលស្ករសម្សៅស៊ុបមាន់ហើយនឹងទឹកប្រេងខ្យងបន្តិចចូលទៅក្នុងនឹងបន្ទាប់មកបានខ្ញុំចាប់ផ្ដើមច្របល់ស្លឹកកញ្ឆាយហើយនឹងគ្រឿងផ្សំនឹងទាំងអស់គឺឲ្យវាចូលគ្នាសព្វល្អធ្វើអញ្ចឹងធ្វើឲ្យស្លឹកកញ្ឆាយហើយនឹងគ្រឿងផ្សំរបស់យើងចូលជាតិគ្នាបានល្អណាមួយពេលដែលយើងយកទៅកូរលើភ្លើងគឺយើងអត់ចំណាយពេលវេលាយូរសម្រាប់កូរឲ្យវាសព្វចូលគ្រឿងគ្នាអញ្ចឹងណាបន្ទាប់ពីកូរស្លឹកកញ្ឆាយជាមួយគ្រឿងរួចរាល់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅហើយចាក់ប្រេងឆាចូលហើយបន្ថែមខ្ទឹមបំពង
ហើយកូរវាច្របល់ឲ្យឡើងឈ្ងុយបន្តិចមកខ្ញុំចាប់ផ្ដើមយកស្លឹកកញ្ឆាយហ្នឹងចាក់ចូលទៅក្នុងខ្ទះហ្នឹងបើនិយាយទៅគឺចាក់ចូលតែមួយផ្លេតហើយកូរច្របល់តែមួយផ្លេតទេគឺបិទភ្លើងចោលហើយធ្វើអញ្ចឹងបានស្លឹកកញ្ឆាយនៅតែស្រស់ហើយពណ៌នៅតែស្អាតហើយណាមួយវាអត់មានចេញទឹកមកទេបើសិនជាយើងអត់ចេះឆាទេគឺយើងច្របល់ទៅច្របល់មកហើយឈោឆានៅហ្នឹងគឺមួយសន្ទុះគឺស្លឹកកញ្ឆាយឡើងទន់ទ្រមអស់លីងហើយបន្ទាប់មកវានឹងចេញទឹកអែៗមកហើយដល់ពេលអញ្ចឹងយើងយកទៅខ្ចប់គឺខ្ចប់អត់ស្រួលទេធ្វើឲ្យខូចសម្បកនំកញ្ឆាយហើយវាហៀទឹកចេញពីម្សៅនំកញ្ឆាយមកអញ្ចឹងណាបើនិយាយទៅគ្រាន់តែចាក់ទឹកកញ្ឆាយចូលហើយគឺច្របល់តែមួយផ្លេតហ្នឹងគឺលើកចេញភ្លាមអត់ទុកនៅលើខ្ទះហ្នឹងទេវាធ្វើឲ្យទន់ហើយទ្រមស្លឹកកញ្ឆាយហើយពណ៌ក៏ស្អាតដែរបន្ទាប់ពីឆាស្លឹកកញ្ឆាយរួចរាល់ហើយខ្ញុំទុកវាត្រជាក់សិនបន្ទាប់មកខ្ញុំយកម្សៅនំកញ្ឆាយហ្នឹងមកកាត់ជាចំណែកតូចមុននឹងកាត់គឺយើងលុញវាទៅលុញមកដើម្បីឲ្យវាចេញរាងទ្រវែងសិនបានងាយស្រួលក្នុងការកាត់ហើយម្សៅនេះពេលដែលយើងទុកឲ្យវាត្រជាក់កុំភ្លេចយកអ្វីមួយមកគ្របលើវាឬក៏រោថង់ផ្លាស្ទិកមួយគ្របបើសិនជាយើងអត់គ្របវាទេទុកវាចោលសំដៅចោលវាត្រូវខ្យល់អញ្ចឹងម្សៅនេះវាឡើងក្រៀមនៅផ្នែកខាងលើអញ្ចឹងពេលយកមកធ្វើមករៀងពិបាកបន្តិចវាមានរឹងរាងទន់អញ្ចឹងណាចឹងបើបងប្អូនអត់បានគ្របទេសបកវារៀងឡើងរឹងជាសបកខាងលើវាចោលទៅកុំយកមកទាំងរឹងណាសម្រាប់នំកញ្ឆាយនេះបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តរបៀបសាច់ស្វិតគឺត្រូវតែម្ដងដោយសារតែខ្ញុំធ្វើលើកនេះគឺសាច់រាងស្វិតល្អមែនទែនបើអ្នកទាំងអស់គ្នាចូលចិត្តរបៀបស្វិតគឺត្រូវចិត្តតែម្ដងហើយអាចញ៉ាំជារបៀបចំហុយក៏ឆ្ងាញ់ដែរបន្ទាប់ពីលុញម្សៅចេញជារាងវែងហើយខ្ញុំចាប់ផ្ដើមកាត់ជាប្រទេសដុំដូចខ្ញុំបង្ហាញអញ្ចឹងបើយើងចង់ខ្ចប់ឲ្យរាងធំយើងកាត់ម្សៅរាងធំបន្តិចទៅបើសិនជាខ្ចប់ឲ្យរាងតូចយើងកាត់ម្សៅនឹងតិចតូចបានហើយពេលដែលកាត់ម្សៅរួចរាល់ហើយអញ្ចឹងលុញម្សៅនឹងជាដុំមូម្ដុំរហូតដល់អស់ម្សៅហ្នឹងណាពេលដែលកាត់ម្សៅជាដុំហើយយើងចាប់ផ្ដើមយកវាមកលុញហ្នឹងគឺម្សៅចាប់ផ្ដើមស្អិតលើដៃហើយអញ្ចឹងយើងយកម្សៅអង្ករខ្សាយមកប៉ាតលើដៃមកដើម្បីកុំឲ្យម្សៅហ្នឹងវាស្អិតនៅដៃយើងបន្ទាប់ពីលុញម្សៅរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកសង្កត់ម្សៅហ្នឹងឲ្យសប៉ែតដូចខ្ញុំបង្ហាញអញ្ចឹងសង្កត់តរហូតដល់អស់ម្សៅហ្នឹងហើយបន្ទាប់មកបានខ្ញុំចាប់ផ្ដើមយកស្លឹកកញ្ឆាយហ្នឹងមកត្រៀមខ្ចប់ជាមួយនឹងម្សៅដែលខ្ញុំបានសង្កត់ឲ្យសប៉ែតហ្នឹងរួចហើយនេះអ្នកទាំងអស់គ្នាមើលស្លឹកកញ្ឆាយដែលខ្ញុំធ្វើហ្នឹងគឺវាអត់មានទ្រមខ្លាំងហើយក៏អត់មានចេញទឹកដែរហើយគ្នាស្រួលមែនទែនក្នុងការយកវាមកខ្ចប់ជាមួយនឹងម្សៅសម្រាប់ការខ្ចប់នំកញ្ឆាយអ្នកទាំងអស់គ្នាខ្ចប់មិនក៏បានដែរសំខាន់គឺយើងបិទវាចិត្តកុំឲ្យវាមានប្រហោងចេញស្លឹកកញ្ឆាយមកក្រៅអញ្ចឹងណាបើសិនជាវាចេញស្លឹកកញ្ឆាយមកក្រៅអញ្ចឹងវាមើលទៅអត់ឃើញស្អាតហើយណាមួយពេលដែលយើងយកទៅចំហុយហើយគឺវាចេញលៀនស្លឹកកញ្ឆាយមកខាងក្រៅកាន់តែខ្លាំងបើសិនជាអ្នកទាំងអស់គ្នាខ្ចប់ទៅវាលេចចេញស្លឹកកញ្ឆាយបន្តិចយើងយកដៃខ្ជិបវាទៅវិញបន្តិចមកគឺអស់អីហើយបន្ទាប់ពីខ្ចប់រួចរាល់ហើយអញ្ចឹងយើងសង្កត់វាសប៉ែតបន្តិចហើយយើងទុកវាមួយឡែកសិនទៅហើយយើងបន្តធ្វើរហូតដល់អស់អញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាចង់ស្រួយឆ្ងាញ់ខ្លាំងកុំឲ្យខ្ចប់របៀបសបកក្រាស់ពេកខ្ចប់រាងស្ដើងមិនឆ្ងាញ់ពេលយកទៅចៀនក៏ឆ្ងាញ់ហើយពេលយកទៅចំហុយញ៉ាំរបៀបយើងយកទៅចំហុយញ៉ាំស្រស់ហ្នឹងក៏ឆ្ងាញ់ដែរសម្រាប់រូបមន្តមួយនេះបើអ្នកចូលចិត្តញ៉ាំរបៀបចំហុយគឺឆ្ងាញ់ដោយសារតែម្សៅនឹងគឺស្វិតល្អហើយនេះគឺជាម្សៅដែលទើបតែខ្ចប់នំកញ្ឆាយរួចហើយគឺធ្វើបានតែមួយចំនួនទេនៅមួយចំនួនទៀតអញ្ចឹងខ្ញុំចាប់ផ្ដើមយកវាទៅចំហុយបដាកុំឲ្យខាតពេលអញ្ចឹងណាមុនពេលដាក់ចំហុយគឺខ្ញុំយកប្រេងឆាមកលាបនៅលើกระดาษទ្រាប់ហ្នឹងលាបឲ្យពេញសិនទៅដើម្បីឲ្យនំកញ្ឆាយពេលដែលវាឆ្អិនកុំឲ្យស្អិតជាប់នៅបាតឆ្នាំងបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមរៀបនំកញ្ឆាយចូលទៅក្នុងឆ្នាំងហ្នឹងដើម្បីយកវាទៅចំហុយហើយមុននឹងយើងចំហុយគឺត្រូវការដាំទឹកឲ្យពុះសិនណាហើយពេលដែលរៀបនំកញ្ឆាយដាក់ចូលឆ្នាំងហើយចឹងគឺខ្ញុំចាប់ផ្ដើមយកប្រេងឆាហ្នឹងលាបលើនំហ្នឹងសិនដោយសារតែពេលយើងចំហុយទៅធ្វើឲ្យនំហ្នឹងគឺទន់ហើយឡើងពណ៌ភ្លឺរលោងស្អាតឥឡូវនេះខ្ញុំដាក់នំកញ្ឆាយនឹងចំហុយរយៈពេល8នាទីសិនបន្ទាប់ពី8នាទីក្រោយមកខ្ញុំចាប់ផ្ដើមលើកវាចេញបន្ទាប់ពីលើកចេញមកហើយខ្ញុំចាប់ផ្ដើមយកប្រេងឆានឹងមកលាបពីលើនំម្ដងទៀតធ្វើអញ្ចឹងគឺធ្វើឲ្យនំកាន់តែរលោងស្អាតហើយវាអត់ស្អិតជាប់គ្នាទេហើយនេះគឺជាសាច់នំដែលខ្ញុំទើបតែចំហុយរួចការចំហុយ8នាទីនេះគឺសម្រាប់យើងធ្វើទុកសម្រាប់ចៀនបើសិនជាអ្នកទាំងអស់គ្នាចង់ញ៉ាំរបៀបចំហុយស្រស់យកទៅដាក់ទឹកត្រីនិងទឹកម្ទេសញ៉ាំតែម្ដងហ្នឹងគឺយើងចំហុយរយៈពេល13ទៅ15នាទីដើម្បីធ្វើឲ្យសបកហ្នឹងវាកាន់តែទន់ជាងហ្នឹងណាហើយសំខាន់គឺត្រូវខ្ចប់សបកឲ្យរាងស្ដើងមិនឆ្ងាញ់ហើយទាំងអស់នេះគឺជានំកញ្ឆាយដែលខ្ញុំបានចំហុយរួចហើយខ្ញុំនឹងទុកវាឲ្យត្រជាក់បន្តិចសិនដោយសារតែវានៅក្តៅដល់ពេលអញ្ចឹងទៅយើងអាចយកវាទៅទុកនៅក្នុងទូបានទេតើយើងទុកឲ្យវាត្រជាក់ហើយបានចាប់ផ្ដើមច្រកវាទុកដាក់ក្នុងទូកដូច្នេះនំកញ្ឆាយដែលខ្ញុំធ្វើហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នា
ហើយដូចខ្ញុំនិយាយចឹងបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ធ្វើរបៀបណាឆ្ងាញ់អញ្ចឹងគឺធ្វើរបៀបហ្នឹងទៅដោយសារតែការញ៉ាំខុសៗគ្នាអញ្ចឹងណាព្រោះឯលោកមុនខ្ញុំធ្លាប់លាយម្សៅស្មើគ្នាមកកញ្ចប់ស្មើគ្នាដល់ពេលតែយើងចៀនទៅអាផ្នែកខាងក្នុងនៃសាច់នំហ្នឹងណាវារាងស្អិតទុនខ្លាំងអញ្ចឹងទៅខ្ញុំអត់ចូលចិត្តអញ្ចឹងហើយបានខ្ញុំបន្ថយម្សៅអង្គរត្នោតដាក់កាពាក់កដាលវិញអញ្ចឹងណាដល់ពេលធ្វើអញ្ចឹងគឺនំកញ្ឆាយយើងឡើងស្វិតល្អមែនទែនហើយនេះគឺជានំកញ្ឆាយដែលចំហុយហើយយកមកញ៉ាំជាមួយទឹកត្រីម្ទេសណាហើយនេះគឺជាផ្នែកខាងក្នុងនៃសាច់នំណាហើយបើស្នូលលកកញ្ឆាយនឹងគឺនៅតែស្រស់ល្អវាអត់ឡើងខ្មៅទេដោយសារតែពេលយើងកូរលើភ្លើងហ្នឹងគឺយើងកូរអត់ឲ្យវាទុនខ្លាំងវានៅតែស្រស់ដដែលអញ្ចឹងយកមកខ្ចប់អញ្ចឹងចំហុយតែមួយផ្លេតទៅលកកញ្ឆាយហ្នឹងគឺវានៅតែស្អាតវាអត់ឡើងកម្ៅបន្ទាប់ពីញ៉ាំនំកញ្ឆាយចំហុយអស់មួយហើយយកនំកញ្ឆាយ3ទៀតទៅចៀនបំពងវាឡើងស្រួយហើយយកមកដាក់ទឹកម្ទេសញ៉ាំទៀតហើយអ្នកទាំងអស់គ្នាមើលនេះគឺជាផ្នែកខាងក្នុងនៃនំណាបើនិយាយទៅខាងក្នុងគឺវាអត់មានទុនអែទេបើញ៉ាំទៅគឺថាស្រួយខាងក្រៅហើយសម្រាប់នំកញ្ឆាយចៀនភ្លាមញ៉ាំភ្លាមមិនឆ្ងាញ់